Ok ឥឡូវវីដេអូនេះយើងនិយាយពីរបៀបបង្កើត account Outlook ណាយើងបង្កើត Gmail Outlook ទុកទៅដើម្បីយកទៅបង្កើត account បរទេសទៅជា account US អញ្ចឹងណាហ្នឹងហើយអញ្ចឹងប្រភេទGmail Outlook នេះខ្ញុំមិនសមខ្ញុំបង្កើតបាន account បាន2ហើយបាទខ្ញុំបង្កើតបាន2ពេលតែមួយខ្ញុំប្រើ Gmail 2ផ្សេងគ្នាឥឡូវយើងបើក VPN នេះមកហើយ connect ទៅ USA អញ្ចឹងទៅតាមរដ្ឋដែលបងប្អូនចង់បានណាទៅតាមរដ្ឋតាមអីអញ្ចឹងទៅយីទូទៅខ្ញុំប្រើតែ Boston តែបើអ្នកទាំងអស់គ្នាឆ្លាញ់រដ្ឋផ្សេងហ្នឹងយើង connect ទៅរដ្ឋផ្សេងដែរអាហ្នឹងវាមិនអីទេអូខេអញ្ចឹងនេះ Outlook របស់យើងអញ្ចឹងយើងចុច create new ខាងក្រោមគេនេះមកអូខេអញ្ចឹងយើងយក create new Gmail ហ្នឹងណាហើយនេះយើងវាយទៅខាងមុខហ្នឹងបើសិនជាវាមានវាលោតទៅមុខទៀតហើយបើសិនជាវាអត់មានទេអាហ្នឹងយើងបន្ថែមលេខបន្ថែមអីយ៉ាងទៀតទៅអូខេអញ្ចឹងយើងចុច next ហ្នឹងមកបាទនេះនេះ password យើងឲ្យ password ហើយយើង next ទៀតអានេះយើងដាក់ឈ្មោះម្ដងដាក់ឈ្មោះទៅតែសម្រាប់ឈ្មោះខ្ញុំប្រើយទូទៅខ្ញុំច្រើនតែប្រើឈ្មោះអាគាំងអីចឹងណាពួកលោកខាងលិចហ្នឹងពួក US ហ្នឹងខ្ញុំដាក់ទៅចេះតែដាក់ទៅសំខាន់ឲ្យតែវាឈ្មោះទៅបែកខាងហ្នឹងអូខេអញ្ចឹងយើងដាក់ថ្ងៃខែឆ្នាំកំណើតអញ្ចឹងមកហើយនោះឃើញវា load direct ទៅ United States មកឃើញដោយសារយើងប្រើ VPN ណា Gmail ហ្នឹងយើងប្រើ VPN ទៅ USA អូខេចានេះវាឲ្យយើងឆ្លើយសំណួរបញ្ជាក់ពីយើងមិនមែនជា robot អីចឹងណាហ្នឹងហើយចានេះយើង select រូបមកយើងមើលរូបខាងឆ្វេងដៃវាប្រាប់ឲ្យថាឲ្យរូបភាពហ្នឹងឲ្យមានប្រមាណអញ្ចឹងណាយើងមើលអក្សរអង់គ្លេសហ្នឹងទៅហើយយើង select ដូររូបដូរអីតាមហ្នឹងទៅបើយើងគិតថាវាត្រូវហើយយើង next ទៀតហ្នឹងយើង submit វាអញ្ចឹងទៅអានេះខ្ញុំគិតថាបងប្អូនចេះហើយពាក់ព័ន្ធមួយរបៀបមើលហ្នឹងរបៀបជ្រើសរើសរូបហ្នឹងវាឲ្យយើងរើស5ដងវាសួរយើង5ដងអូខេឥឡូវ complete ហើយអញ្ចឹងយើងទៅមុខទៀតតិចទៀតវានឹង create ឲ្យយើងហើយចឹងសម្រាប់របៀបបង្កើត account Outlook គឺមានតែប៉ុណ្្នឹងទេហើយសម្រាប់ account Gmail Outlook ហ្នឹងបើយើងបង្កើតភ្លាមយើងយកទៅបង្កើត account Facebook ភ្លាមវានឹងអាច check point វានឹង disable អីចឹងណាគឺយើងធ្វើចឹងអត់កើតទេយើងបង្កើតបានមួយថ្ងៃយើងបង្កើតទុកចោលមួយថ្ងៃពីរថ្ងៃអីហើយអស់ចាំយើងយកទៅបង្កើត account Facebook តាមក្រោយអាហ្នឹងបានល្អបាទ